បាទសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងទៅនឹង event locking បានន័យថាជាទូទៅ PAM របស់យើងគឺមាន lock អញ្ចឹងយើងចង់ push lock ហ្នឹងទៅកាន់ SIM ដើម្បីងាយស្រួលក្នុងការ analyze ហើយនឹង centralize management អញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញតើយើងរុញ lock របស់យើងទៅកាន់ 40 CM ដែលជា SIM ហ្នឹងវា centralize management យ៉ាងម៉េចអញ្ចឹងណាបាទអញ្ចឹងអូខេអញ្ចឹងទៅធ្វើដល់អ្នកគ្នាបាទអញ្ចឹងជាដំបូងខ្ញុំនឹងបើក 40 PAM របស់ខ្ញុំបាទអញ្ចឹងយើងចូលទៅកាន់ lock របស់យើង lock setting បាទអញ្ចឹងចូលមកកាន់ lock setting ហ្នឹងមកអញ្ចឹងកន្លែងនេះគឺយើង by default របស់វាគឺ disable អញ្ចឹងយើង enable មកហើយកន្លែង IP AQN នេះអញ្ចឹងយើងដាក់ IP របស់ 40 CM របស់យើងមកបាទអញ្ចឹងខ្ញុំដាក់ 172.16.61.37 បាទដូចនៅក្នុង scenario របស់យើងអញ្ចឹងបាទ 40 CM របស់ខ្ញុំ .37 បាទហើយ push lock របស់យើងគឺយើងអាច customize ដូចជា system activity user activity ហើយនឹង HA ដើម្បី get lock នៅពេលដែលមាន what happen អញ្ចឹងណាបាទអញ្ចឹងយើងដាក់ហើយយើងអាចចុច customize នេះមកបានន័យថាយើងអត់យក lock all ទេយើងយក lock តែ3ធំ system activity user activity និង HA បាទអញ្ចឹងយើងចុច apply មកអូខេអញ្ចឹងនៅលើ PAM របស់យើងធ្វើតែប៉ុណ្្នឹងគឺវារុញទៅកាន់ 40 CM ហ្នឹងអូខេអញ្ចឹងខ្ញុំ lock ទៅកាន់ SIM របស់យើង IP.37 បាទអញ្ចឹងនៅក្នុង 40 CM របស់យើងនៅពេលដែលយើងចូលមកយើងដំបូងខ្ញុំអាចបង្ហាញតិចតទៅនឹងការ set up បាទកន្លែងនេះគឺ 40 PAM API ខ្ញុំធ្វើការ get lock ពី 40 PAM ហ្នឹងគឺតទៅនឹង API ហើយនឹង SSH បាទយើងអាចចុចលើវាមកយើងចុច edit មកបាទអញ្ចឹងយើងជិះទៅកន្លែងនេះត្រូវ note មួយគឺ PAM នៅក្នុង device ថៃនេះគឺអត់មានទេតទៅនឹង 40 PAM តែយើងអាចយក 40 proxy មកជំនួសបានបាទកន្លែងហ្នឹងគឺទាំង note ហើយកន្លែងនេះគឺតទៅនឹងការ get information ហ្នឹងតាមរយៈ API បាទទី1ទី2គឺតទៅនឹង SSH បាទ SSH command chain នៅក្នុង SSH ទាំងអស់គឺវានឹង alert មក 40 CM របស់យើងបាទអញ្ចឹងយើងយក 40 proxy ជាប្រភេទ Thai របស់វានេះអូខេអញ្ចឹងនៅពេលដែលយើង set up ហើយយើងអាចចូលមកមើលនៅក្នុង log របស់យើងបាទអញ្ចឹងនៅកន្លែងនេះយើង enter មួយមកហើយមានកន្លែង attribute នេះយើងវាយ IP report បាទ reporting IP បាទតមកទៀតយើង select យកពី database របស់យើងនេះ CMDB នេះបាទអញ្ចឹងយើងចូល device បាទអញ្ចឹង device របស់យើងបាទគឺឈ្មោះនេះដោយសារយើង set ឲ្យបាន change hostname តែឈ្មោះវាឈ្មោះហ្នឹងហើយយើងរុញមកបាទតមកទៀតយើង apply porting IP វារៀង screening តូចតិចបាទអូខេមកបាទហើយយើងចុច run ឡើងមិញដោយសារតែ screen របស់យើងវា full ទៅយើងអត់ឃើញបាទអញ្ចឹងបានន័យថា device PAM របស់យើងឈ្មោះហ្នឹងហើយយើង get IP គឺ IP 71នេះ IP 40 PAM របស់យើង71អញ្ចឹងរាល់សកម្មភាពអ្វីដែលធ្វើនៅលើនោះគឺ get user change something គឺវារុញមកហ្នឹងបាទអញ្ចឹងអូខេអញ្ចឹងយើងនឹងសាកធ្វើតេស្តអូខេអញ្ចឹងកន្លែងនេះយើង apply មកអញ្ចឹងយើងមក system របស់យើងអាចថាយើងយក system មួយទៅយើងចូល setting បាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ 40 PAM អូខេអញ្ចឹងខ្ញុំដាក់ PAM 1000អីចឹងទៅបានន័យថាយើង change នៅក្នុង setting ហ្នឹងហើយយើង save បាទអញ្ចឹងយើងមក run របស់យើងតែត្រូវ take time ប្រហែលជាខ្ទង់30 second អីចឹងបាទអញ្ចឹងបន្តមកទៀតយើងមើលកន្លែងនេះយើងឃើញមកហើយមកពី35 system performance បាទយើង scroll មកយើងចូលមកកន្លែង raw rock នេះមកហើយបន្ទាប់នេះយើងចុចកន្លែងសញ្ញាព្រួយនេះយើងចុច show detail បាទអញ្ចឹងយើងមើលថា system របស់យើងហ្នឹងបាននៅកន្លែងនេះគេបាន mention ថា change ជាមួយអីចឹងបាទអូខេអត់ទាន់មកទេអញ្ចឹងយើងអាច run refresh មួយទៀត screen យើងរៀងតូចបន្តិចបាទអញ្ចឹងយើងឃើញនេះ event log របស់យើងមកហើយ 40 PAM 100បាទយើងចូលមកមើលវិញបាទនេះគឺ 40 PAM របស់យើង100បាទនេះយើងឆេងលើ 40 PAM របស់យើងតែយើងមើលនៅលើ SIM log គឺវាមកហើយបាទយើងអាចមើលកន្លែងនេះគេដាក់ event name នេះគេដាក់ថា 40 PAM event global setting change បាទ change មកប្រហែលអូខេនេះ user admin អ្នក change បាទអញ្ចឹងនេះគឺជា log ដែលយើងទទួលបានពី PAM របស់យើងអញ្ចឹងយើងអាចធ្វើអីផ្សេងៗដូចជា create user create អីចឹងទៅគឺ log ទាំងអស់ហ្នឹងរត់មក PAM របស់យើងបាទ
ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណសម្រាប់ការតាមដាន